របៀបធ្វើទឹកសាឡាដំបូងយើងយកកន្លែងដែលចាស់បំផុតហ្នឹងយកមកលាងទឹកឲ្យស្អាតទាំងសបកត្រជាក់ទាំងសបកបន្ទាប់មកយើងចិតជាចំណិតកង់ចឹងហើយយើងយកវាទៅដាក់អាំងនិយាយទៅដោយសារយកមានចក្រានខ្ជុំទៅខ្ញុំក៏អាំងនៅក្នុងឡដុតរបស់យើងហ្នឹងទៅអាំងមកល្មមឲ្យវាឃើញក្រៀមក្រហមសងខាងចឹងរួចហើយយើងដាំទឹកឲ្យពុះទឹកខ្ញុំដាក់ប្រហែលជា2លីត្រហ្នឹងហើយទឹកពុះដាក់អំបិលមកចាប់ចឹងទៅហើយយើងប្រើស្ករឡំអញ្ចឹងណាសម្រាប់ខ្ញុំប្រើប្រភេទស្ករ brown sugar យើងទៅសម្រាប់ទឹក2លីត្រខ្ញុំប្រើ brown sugar ប្រហែលជាអត់ដល់3សភាណាដូច2សភាកន្លះហើយយើងកូរវាឲ្យសព្វសិនទៅចាំពេលវាសព្វហើយចាំយើងដាក់តឡាចដែលយើងបានអាំងមិញហ្នឹងដាក់ចូលដាក់តឡាចនឹងអាំងចូលហើយនឹងសំខាន់ជាងគេនេះស្លឹកតើយនឹងភ្លេចអត់បានព្រោះវាធ្វើឲ្យទឹកវិញឈ្ងុយអញ្ចឹងយើងដាក់វាជប់គ្នាហើយយើងបុកគ្របយើងទុកវារក្សាកម្ដៅភ្លើងយើងឲ្យនៅខ្លាំងដដែលទុករហូតដល់វាពុះអញ្ចឹងដល់ពេលដែលវាពុះហើយយើងបើកគ្របមកយើងអាចបន្ថយភ្លើងវិញបានហើយខ្ញុំបន្ថយពីលេខ9ទៅធំលេខ3ទេហើយយើងទុកវារយៈពេលប្រហែលជា10នាទីទៀតនិយាយទៅរងាស់វាឲ្យវាចេញជាតិតឡាជាតិអីហ្នឹងឲ្យអស់ហ្មងណាអញ្ចឹងរួចហើយចាំយើងស្រង់តឡាចយើងស្រង់ស្លឹកតើយស្លឹកអីយើងនឹងចេញពីឆ្នាំងទៅទុកវាឲ្យត្រជាក់ហើយទៅចាំយើងចាប់ការច្រកវាចូលដបហើយយើងទុកខ្លះសេឲ្យត្រជាក់ទៅអាចទុកបានគុណភាពល្អប្រហែលជាអាច3ទៅ5ថ្ងៃឈ្ងុយឆ្ងាញ់ដដែល